សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ channel YouTube នេះខ្ញុំហើយស្វាគមន៍មកកាន់វីដេអូមេរៀនថ្មីថ្ងៃនេះគឺយើងរៀនអំពីពាក្យតាក់ទងនឹងធនាគារចាអញ្ចឹងយើងចូលមេរៀនយើងតែម្ដងឧទាហរណ៍ថាបងប្អូនទៅដល់ធនាគារអញ្ចឹងដល់ពេលដែលយើងមុននឹងយើងធ្វើប្រតិបត្តិការអីផ្សេងគឺខាងធនាគារគាត់ឲ្យយើងចាប់លេខចាអញ្ចឹងលេខដែលយើងចាប់ហ្នឹងគឺយើងហៅថាលេខរៀងចាលេខរៀងជាភាសាចិនយើងអានថាស៊ីហោនេះបងប្អូនទាំងគ្នាមើលទៅលើ拼音ណា C C សំឡេងទី4 C គឺអោហោ C ហោយើងបកថាលេខរៀងចា C ហោបកថាលេខរៀងអញ្ចឹងពាក្យបន្ទាប់ទៀតចាងហោចាយើងបកថាលេខគណនីលេខគណនីដល់ពេលដែលយើងគឺថាយើងទៅបើកលេខយើងទៅបើកគណនីអញ្ចឹងយើងទទួលបានលេខគណនីមួយអញ្ចឹងលេខគណនីគឺយើងហៅជាភាសាចិនថាចាងហោចា治安ចាងសំឡេងទី4ចា拼音ចាងសំឡេងទី4ហោចាងហោលេខគណនីចាពីបន្ទាប់ទៀតម៉ៃជីនយើងបកថាលុយដុល្លារចាដាស់លុយដុល្លារហ្នឹងយើងនិយាយជាភាសាចាត់ថាម៉ៃជីនចាម៉ៃជីនម៉ៃមើលអីម៉ៃសំឡេងទី3ចាសំឡេងចុះក្រោមឡើងលើចាម៉ៃជីនសំឡេងទី1ម៉ៃជីនលុយដុល្លារពីបន្ទាប់ទៀតជាន់ចាំងយើងបកថាផ្ទេរប្រាក់អញ្ចឹងបងប្អូនមើលទៅលើ拼音治安សំឡេងទី3ជាន់治安ចាំងជាន់ចាំងយើងបកថាផ្ទេរប្រាក់ចាផ្ទេរប្រាក់អញ្ចឹងប្រតិបត្តិការនៅក្នុងធនាគារគឺមានការផ្ទេរប្រាក់ដកប្រាក់ដាក់ប្រាក់អីចឹងណាបងប្អូនអញ្ចឹងនៅក្នុងការបើកគណនីយើងមានគណនីក្នុង app វិញមកក៏យើងអាចធ្វើការផ្ទេរប្រាក់បានដូចគ្នាចាយើងនិយាយជាភាសាចិនគឺនិយាយថាជាន់ចាំងមើលទៅលើពាក្យមួយទៀតឈីខ្វានយើងបកថាដកប្រាក់ចាផ្ទេរប្រាក់ជាន់ចាំងយើងបកថាផ្ទេរប្រាក់ពេលដកប្រាក់យើងនិយាយជាភាសាចិនឈីខ្វានដកប្រាក់យើងមើលទៅលើ拼音ឈីសំឡេងទី3ឈីគឺអ៊ូអានខ្វានឈីខ្វានចាដកប្រាក់ចឹងបងប្អូនដឹងស្រាប់ហើយថាសំឡេងទី3នៅពេលដែលវានៅជាមួយគ្នាអញ្ចឹងគឺយើងអានសំឡេងទី2ព្យាង្គទី1នេះទៅជាសំឡេងទី2អញ្ចឹងយើងអានថាឈីគឺអ៊ូអានខ្វានឈីខ្វានចឹងយើងដូរតែការអានទេការរក្សាការសរសេរគឺយើងរក្សានៅដដែលចាចឹងមើលទៅលើពាក្យមួយទៀតឈុនខ្វានហ៊ូថោយើងបកថាគណនីសន្សំចាគណនីសន្សំឈុនខ្វានហ៊ូថោចាឈុនយើងមើលទៅលើ拼音ឈឺអូនឈុនខ្វានខឿអ៊ូអានខ្វានសំឡេងទី3ខ្វានហ៊ូសំឡេងទី4ហឿអ៊ូហ៊ូថោសំឡេងទី2ធឺអោថោឈុនខ្វានហ៊ូថោយើងបកថាគណនីសន្សំចាយើងមើលទៅលើពាក្យដាក់ប្រាក់វិញដាក់ប្រាក់យើងអានថាឈុនខ្វានចាឈុនខ្វានដាក់ប្រាក់ចាឈឺអូនឈុនសំឡេងទី2ខឿអ៊ូអានខ្វានសំឡេងទី3ឈុនខ្វានដាក់ប្រាក់ចាខายហ៊ូយើងបកថាបើកគណនីចាយើងគាត់ថាយើងទៅធនាគារយើងចង់បើកគណនីមួយអញ្ចឹងការបើកគណនីហ្នឹងយើងនិយាយជាភាសាចិនថាខายហ៊ូបើកគណនីឬក៏បើកគណនីចាបងប្អូនអញ្ចឹងយើងមើលទៅលើពាក្យមួយទៀតមីម៉ា
ពាក្យសម្ងាត់យើងបកថាពាក្យសម្ងាត់មីមួអ៊ីមីសម្លេងទី4មីវ៉ាអាម៉ាសម្លេងទី3មីម៉ាពាក្យសម្ងាត់យើងបកថាពាក្យសម្ងាត់ចាបងប្អូនទាំងគ្នាសម្រាប់ពាក្យដែលយើងរៀនថ្ងៃនេះគឺមានប៉ុណ្ណឹងពាក្យបងប្អូនហើយគឺវាអត់ច្រើនពាក្យទេសំខាន់យើងចេះបានប៉ុណ្ណឹងពាក្យសិនណាទាំងការអានទាំងការសរសេរទាំងការចំណាំនៅពាក្យអក្សរចិនដូចជាយើងលើកដាក់សម្លេងនៅតាមភីងអ៊ីងចឹងណាហើយត្រូវនៅសម្លេងរបស់ភាសាចិនចឹងទៅចាសម្រាប់ការបង្រៀនរៀនជាមួយគ្នាក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងសិនបងប្អូនទាំងគ្នាចាំជួបគ្នានៅវីដេអូក្រោយចាអរគុណច្រើនបងប្អូនទាំងគ្នាបាយបាយ